បងកំពុងធ្វើអីដែរបងខ្ញុំកំពុងតែអត់ស្មៅក្របធ្វើវ៉ាវអូអានេះប្រភេទទ្របពូជអ្វីដែរបងអត់ស្គាល់ពូជដែរបងពូជគេឲ្យយើងតាមគេឲ្យអូពូជគេឲ្យចុះបងអូសម្ភារផ្លេចសួរឈ្មោះបងឈ្មោះអីដែរឈ្មោះមនីហើយបងជានិស្សិតនៅរៀននៅទីនេះមែនទេបាទបងបាទអូនិស្សិតកសិកម្មហីបាទបងអូហើយបងឯងនិស្សិតកសិកម្មបងឯងស្គាល់ទ្របហ្នឹងថាទ្របអីបងទ្របវែងបងទ្របវែងបាទខ្ញុំប្រាប់ម្ដងហើយតើបងហើយអាហ្នឹងទ្របហ្នឹងឈ្មោះវាមានប្រមាណប្រភេទដែរទ្របវែងសូអាចហ្នឹងអីបីមិនពូជមកក្នុងមិនបងឯងនិយាយពីអាសរុបក្នុងវីដេអូរបស់ខ្ញុំបងពូជមកក្នុងអាណាដឹងឡប់អីស៊ូទៅសភាទៅលើនិស្សិតដែលឆ្លៀសវៃជាងគេក្នុងសាកលវិទ្យាល័យ RUA បាទសួស្តីបងពិសោធន៍ទៅលើអីដែរបងបាននេះបងអូតែនេះជាដំណាំអ្វីដែរអានេះដំណាំយើងពិសោធន៍ទៅលើ4ពូជបងអូ4ពូជអូអឹមសង្ហៃថ្មីចំបៃសហើយនឹងសែនកោបងសែនកោបងអញ្ចឹងមានន័យថាយើងពិសោធន៍ទៅលើស្រូវចំនួន4ពូជទេបងពូជអូហើយប៉ាក់ម៉ាន4ប៉ាក់ម៉ានផ្សេងគ្នាទៀតបងអូហើយស្រូវបងចាប់ផ្ដើមព្រោះរយៈពេលប្រហែលថ្ងៃឬប្រហែលសប្តាហ៍មកហើយអានេះព្រោះបាន3ថ្ងៃបង3ថ្ងៃហើយយើងចាប់ផ្ដើមឃើញដុះខៀវហីអូឥឡូវចាប់ដកបដៅបងចាប់ដកអស់ច្រើនហើយចំពោះខែនេះយើងមើលទៅជាខែវស្សាវាអាចនឹងមានភ្លៀងតើវាអាចប៉ះពាល់ដល់ស្រូវដែរទេនៅពេលដែលមានអាកាសធាតុប្រែប្រួលដូចជាភ្លៀងធ្លាក់អញ្ចឹងណាមានទឹកលិចមានអីចឹងណាវាអាចប៉ះពាល់ដែរឬទេវាប៉ះពាល់បងបើសិនណាលក្ខណៈថាស្រូវយ៉ាងចាញ់វាអាចនឹងដួលនឹងវាធ្វើឲ្យដួលហើយនឹងអាចនឹងលិចបងព្រោះនេះតំបន់ត្រូពិចតំបន់ត្រូពិចបាទតំបន់ត្រូពិចនេះដីបឹងសុទ្ធបងអាចនឹងលិចនោះគេហើយតូលមកមិនអំណោយផលអូឥឡូវខែនេះយើងពិបាកទេបងកសិករក្រក្រៃទីពួកខ្ញុំពិបាកបាទភ្លៀងមកបាទហើយហើយនិយាយចឹងនិយាយពីអាយុកាលរបស់ស្រូវនេះវាមានរយៈពេលអាយុប៉ុន្មានដែរដែលយើងអាចទទួលបានទិន្នផលបើនិយាយពីអាយុកាលវិញ4ពូជនេះវាហាក់ផែគ្នាបងវាអាចលើ10ថ្ងៃទៅ5ថ្ងៃអញ្ចឹងពីហាក់ផែគ្នាបងបានយើងយកមកបសោតជាមួយគ្នានឹងបងបាទការវាខ្លីបងអញ្ចឹងយើងពិសោធន៍ទៅលើពូជបាទតែអត់ពិសោធន៍ទៅលើជីអត់ទេបងអត់ពិសោធន៍លើជីបងអូតែយើងមកសោតនេះយើងប៉ះពាល់ធំផុតគឺឆ្កែចាបលុយឆ្កែមិនកាន់ទេណាជើងផលប៉ះពាល់ធំជាងគេឆ្កែចាបផលប៉ះពាល់ឆ្កែណាគេប្រាប់ខ្ញុំចាប់បានយកមនិត DNA មើលតាមជើងនេះផលវិបត្តិធំបំផុតបងផលវិបត្តិបាទហើយចាបឥឡូវចាប់ដកស៊ីបដាហើយតែអីទេនៅពេលដែលវាធំតិចទៀតចាប់លេខមានស៊ីបាទហើយនៅពេលវាចេញផ្លែវាអាចនឹងមកស៊ីជាលើកទី2ព្រោះអីវាស៊ីក្របពូជអានេះវាចេញផ្លែទុំវាអាចនឹងមកបេះមុនយើងទៀតនោះអាចចាប់នេះតែយើងមានធានការទូស្កាត់យើងដាក់ស្នាញ់នេះគាត់បសោតដល់យើងជួបជាមួយគាត់ឬគាត់បសោតទៅលើជីខ្ញុំបសោតទៅលើអស់មកបានអលុតបានហើយចំពោះវិធានការហ្នឹងតែយើងមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់យើងជីកជាបកូនចាអូយើងជីកជាបកូនហើយបាទគោលយើងទិញស្នាញ់1000បាទគ្រប់គ្រងអាស្នាញ់ដាក់សัตว์ហ្នឹងមែនបងបាទស្នាញ់ដាក់ចាបបាទឥឡូវវីដេអូយើងក៏ដល់ទីបញ្ចប់ផងដែរវាអស់ថ្មលូតហើយបាទអរគុណ Thank you 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 Thank you